money, an incredible feat, an incredible feat. Này gọi anh khơi anh thì nâng cá. Ừ. Anh là nâng cá, anh gọi anh để sao cá. Anh là incredible. Anh được gì ngồi. An incredible feat. Cái đến cứ cái ca là lầm bạc. Hỏi mà đi thơ lầm bạc. Tập cái thơ lầm bạc. Mình cô hỏi chứ feat. Cái đầu lầm bạc hay là feat. Incredible mình cô hỏi chứ. Incredible. In 2011, Sam be born at the age of 100. Ayo meroy Sam at the age of 100. Now better than ayo meroy Sam. Foja Singh, Tan Foja Singh, did something incredible. Thơ rương môi nào mgồi chữ. He ran a 26 mile marathon. Còn run marathon mình dùng ngay 26 mile គឺស្មើនឹង42 km. He was the first 100-year-old to ever run a marathon. ក៏ជាអ្នកដែលមានអាយុ100ឆ្នាំដំបូងគេបង្អស់ដែលរត់ម៉ារ៉ាថនអាយុ100ឆ្នាំ Singh decided he wanted to complete in races. Singh ក៏សម្រេចចិត្តថាគាត់ចង់ complete in races គឺដែលហ្នឹងគឺរត់ឲ្យចប់រត់ទៅចប់ផ្លូវ When he saw a marathon race ពេលតែគាត់ឃើញការប្រណាំងការរត់ marathon on TV នៅលើទូរទស្សន៍ he was 89 ពេលនោះគាត់អាយុ81ឆ្នាំហើយ he didn't know much about training and showed up for his first session in a suit and a tie. He didn't know much គាត់មិនដឹងច្រើនទេ about តកតងនឹង training ការហាត់ and អញ្ចឹងហើយshowed up ហ្នឹងគឺគាត់ទៅចូលរួមគាត់ទៅបង្ហាញមុខចូលរួម for his first session គាត់ទៅចូលរួម session ហ្នឹងគឺវគ្គប្រកួតដំបូង in a suit and tie ពាក់អាវទៅធ្វើការពាក់អាវដូចគេធ្វើការនៅវិជ្ជការនេះហ្នឹងមិនខ្សែក្រវ៉ាត់មានអីហ្នឹង suit originally from India អានឹងមានដើមកំណើតនៅឥណ្ឌាគឺគាត់កើតនៅឥណ្ឌា Singh moved to England in the 1990s តែ Singh គាត់បដូរទៅរស់នៅ moved to បដូរទៅរស់នៅ England នៅប្រទេសអង់គ្លេស in
ในឆ្នាំ1900នៅក្នុងឆ្នាំ1990គឺអា91 92អានេះមិនច្បាស់យ៉ាងគេប្រើ S after his wife and son died ក្រោយពេលភរិយារបស់គាត់ភរិយានិងប្រពន្ធគាត់ស្លាប់ died at the time នៅពេលនោះ he said he felt more dead than alive នៅពេលនោះគាត់និយាយថាគាត់មានអារម្មណ៍ស្លាប់ជាងរស់នៅ he was very depressed គាត់នឹងគឺ depressed បបាក់ចិត្តតែ depressed and later ហើយក្រោយមក believed that ហើយជឿថាក្រោយមកក៏ជឿថា long distance running saved him ការរត់ផ្លូវចម្ងាយឆ្ងាយអានឹងអាចជួយជីវិតគាត់បាន he completed គាត់បង្ហើយ in his first marathon in London at the age of 89គាត់រត់ចប់ម៉ារ៉ាតុងដំបូងនៅទីក្រុង London នៅពេលគាត់អាយុ81ឆ្នាំ he prepared for it only 10 weeks គាត់ត្រៀមការបណ្ណាំងនោះត្រឹមតែ10សប្តាហ៍ប៉ុណ្ណោះនឹងរត់ចម្ងាយឆ្ងាយរត់ផៅពីយើងទៅបារាយណ៍រត់នឹងគ្មានសម្រាប់គ្មានអីនឹងរត់មិនថារត់ដូចគេរត់នេះគេរត់វែងមួយហ្នឹងមិនរត់ផ្លូវខ្លីដែរមើលបើថារត់ផ្លូវខ្លី100ម៉ែត្រហ្នឹងគឺរត់អស់ទំហឹងដល់រត់ផ្លូវវែងគេមិនអាចដើរអាចនេះអីខ្លះហ្នឹងក៏ដើរខ្លះក៏រត់បន្តិចដើរប៉ុន្តែរត់មិនឈប់ចិត្តតែបន្តទៅរហូតពេលដែលយើងរត់ថ្ងៃផ្លូវដែលគេកំណត់ហ្នឹងទៅក្នុងទីនេះ40ម៉ែត្រ42អានេះគឺសម្រាប់លើនាទីដែលយើងរត់ហ្នឹងយើងអាចដើរ2ថ្ងៃក៏បានអត់ដល់ប៉ុន្តែដល់ពេលយូរគ្មានន័យអីណាអានេះគឺរយៈពេលដែលយើងរត់ចម្ងាយហ្នឹងកាន់តែតិចអានឹងកាន់តែល្អអានឹងគេហៅរត់ម៉ារ៉ាថនដីកិច្ចការដែលចិត្តមកដល់ណាចិត្តមកដល់ដូចស្អែកហ្នឹងត្រូវត្រៀមអីឲ្យគេណាមើលបើនិយាយធំទៀតយើងរត់យើងខំធំឈប់ឈើគេហៅរត់ម៉ារ៉ាថនណាគេការធៀបតទៀត his best time was at 2003ពេលរៀលអំផុតសម្រាប់របស់គាត់គឺនៅឆ្នាំ2003 Toronto Waterfront Marathon គឺនៅការប្រកួត Marathon នៅ Waterfront នៅទីក្រុង Toronto រដ្ឋ Toronto នេះ he ran it in 5 hours and 40 minutes គាត់រត់ការហ្នឹង2003ហ្នឹងគាត់រត់ប្រើពេល5ម៉ោងអាហ្នឹង40នាទីនឹងរត់ចម្ងាយម៉ារ៉ាថនហ្នឹងគឺ42គីឡូ Singh became world famous Singh ក៏ក្លាយទៅជាអ្នកល្បែងពេញពិភពលោក and even carried the Olympic torch in 2012 ហើយក៏គាត់ហ្នឹងមិនត្រឹមតែល្បែងឈ្មោះទេថែមទាំង even ថែមទាំងទីហើយហ្នឹងគឺកាន់គប់ភ្លើងអូឡ িম্প ិកអ្នកដែលកាន់គប់ភ្លើងហ្នឹងគឺតារាកិត្តិយសទាក់ទងនឹងកីឡាតែស្រុកខ្មែរសាណាហ្នឹងអ្នកកាន់គប់ភ្លើងហ្នឹងគឺសនសឺមីទទួលបដាល់ការ៉ាតេណាបានមេដាយមាសណាអ្នកមានកិត្តិយស in 2013 នៅឆ្នាំ2013 he decided to retire from long distance running ក៏សប្បាយចិត្តផ្អាកពីការរត់ផ្លូវឆ្ងាយ and completed his last marathon in
London ហើយក៏បំពេញការរត់ម៉ារ៉ាតុងចុងក្រោយរបស់គាត់នៅគឺនៅហុងកុងចម្ងាយ មេរៀនបន្ត Write the sentence A or B that correctly describes each scene each scene សរសេរប្រយោគ A និងក៏ B A និងក៏ B ដែល correctly correctly correct ហ្នឹងគឺត្រឹមត្រូវ describe ព័ត៌មានបានត្រឹមត្រូវ each scene រូបភាពនីមួយៗទី1 It began to rain មិនចាប់ផ្ដើមភ្លៀងហើយចាប់ផ្ដើមភ្លៀងហើយទី2 Rita stood under tree a tree a tree I Rita was standing under a tree when it began to rain. B. Rita stood under a tree when it began to rain. ហើយមួយណាអាហ្នឹងនេះគឺមុនដំបូងណាមុនដំបូងមិនចាប់ផ្ដើមភ្លេងហើយក៏ Rita ឃើញមិនភ្លេងចឹងហើយក៏ទៅឈរក្រោមដើមឈើឥឡូវយើងរើសមកI មកក៏ B Rita was standing a tree when it began to rain. Nobody paid it stood under a tree when it began to rain. ហ្នឹងដំដល់រូបភាពគេ H អូ X នេះគឺមិនរូបភាពទេអាហ្នឹងសំដៅយកអាទាំងអស់នេះអាហ្នឹងគឺ Make Play មុនបាន Rita ទៅទៅឈរនៅក្រោមដើមឈើត្រូវហើយអានេះ I ហ្នឹងបើថាយើងរើស I Rita កំពុងឈរនៅក្រោមដើមឈើពេលដែល Make ចាប់ផ្ដើមភ្លេងគឺពេលដែល Make កំពុងពេលដែល Make ចាប់ផ្ដើមភ្លេង Rita កំពុងឈរនៅនេះហើយបែរនេះ Rita stood under a tree when it began to rain អានឹងនៅវិចាំឯងបើថាបើទៅប្រើយីវ៉ែនអញ្ចឹងណាណាដែលប្រើការកំពុងហ្នឹងគឺកិរិយានៃការឡើងវ៉ែងដល់ពេលប្រើអតីតធម្មតាអាហ្នឹងគឺកិរិយានៃការឡើងខ្លីគឺបានសេចក្តីថាកំពុងឈរក៏មានសកម្មភាពផ្សេងមកកាត់ពាក់កណ្ដាលគឺភ្លេងហ្នឹងកិរិយាភ្លេងសកម្មភាពភ្លេងហ្នឹងកំកាត់ពាក់កណ្ដាលហើយបើថាប្រើអតីតដូចគ្នាអញ្ចឹងប្រើអតីតដូចគ្នាអញ្ចឹងគឺប្រយោគ when ហ្នឹង when clause ហៅថា when clause ហ្នឹងប្រយោគហ្នឹងគឺកើតមុនយ៉ាងនេះយើងរើស B នេះ B នេះមកទៀតហ្នឹងគឺដូចគ្នាRita stood under a
tree ឬថាឈរនៅក្រោមដើមឈើមួយដើម it began to rain មិនចាប់ផ្ដើមភ្លៀងហើយរើសមកណា I វិញ simple past and past progressive simple past នឹងកើតឡើងនៅក្នុងអតីត simple past and past progressive អតីតកាលធម្មតានិងអតីតកាលកំពុង I walked to school yesterday ខ្ញុំដើរទៅសាលាពីម្សិល B John lived in Paris for 10 years but now he lives in Rome John រស់នៅទីក្រុងប៉ារីសអស់10ឆ្នាំប៉ុន្តែឥឡូវនេះគាត់រស់នៅទីក្រុងរ៉ូមអានឹងត្រូវចាំអានឹងត្រូវចាំអតីតហ្នឹងគឺពួកកើតឡើងគាត់ថាយើងប្រើ simple past សកម្មភាពហ្នឹងកើតឡើងនៅក្នុងអតីតកាលហើយក៏បញ្ចប់នៅក្នុងអតីតកាលទៅពេល past progressive ហ្នឹងគឺកិរិយានឹងកើតឡើងនៅក្នុងអតីតដែរក៏ប៉ុន្តែពេលខណៈពេលដែលកំពុងនិយាយនៅក្នុងអតីតហ្នឹងកិរិយាមិនទាន់បញ្ចប់ទេ See, I bought a new car 3 days ago ខ្ញុំទិញឡានថ្មីមួយពី3 ថ្ងៃមុន The simple past indicates that an activity or situation began and ended at a particular time in the past. The simple past អតីតកាលធម្មតា indicates ចង្អុលថា indicates ថាចង្អុលថា an activity សកម្មភាពមួយ or situation ឬក៏សភាពការមួយសុភាពណាមួយ began នេះគឺចាប់ផ្ដើម and ended ហើយក៏ចប់ at a particular time នៅក្នុងពេលណាមួយ in the past នៅក្នុងអតីតបើតែយើងប្រើ past simple គឺកិរិយានោះកើតឡើងនៅក្នុងអតីតហើយក៏បញ្ចប់នៅក្នុងអតីតអានេះមកបច្ចុប្បន្នហ្នឹងបាទបច្ចុប្បន្ននៅពេលនេះអតីត D. Rita stood under a tree when it began to rain. Rita ឈរនៅក្រោមដើមឈើពេលដែលមេឃចាប់ផ្ដើមភ្លៀង E. When Mrs. Chu heard a strange noise ពេលដែលអ្នកស្រីជូកញ្ញាជូពេលដែលកញ្ញាជូ heard ហ្នឹងគឺស្ដាប់ឮ a strange noise សំឡេងថ្លង់ប្លែកសំឡេងប្លែក she got up នាងក៏ក្រោកឡើង to investigate ទៅពិនិត្យមើលគឺ when cross កើតមុនពេលដែលប្រើអតីតដូចគ្នា when cross កើតមុន F when I dropped my cup the coffee spilled on my lap ពេលដែលខ្ញុំធ្វើឲ្យប៉ែងរបស់ខ្ញុំធ្លាក់កាហ្វេក៏ខ្ចាយ spill ខ្ចាយក៏ហៀ on my lap នៅលើភ្លៅរបស់ខ្ញុំ if a sentence បើសិនបើប្រយោគមួយ contains contain ហ្នឹងគឺមានអានេះជឿណាក៏ផ្ទុកមានផ្ទុកមាននឹងក៏ផ្ទុក when ពេលដែលប្រយោគមួយមាន when and has the simple past in both clauses ហើយក៏មាន simple past គឺប្រើ simple past នៅក្នុង clause អានោះនៅចាំទេអានេះ clause មួយហើយមកដល់ when ហ្នឹងគឺ clause មួយទៀត
អានឹង clause 2ប្រយោគធំហ្នឹង Rita stood under a tree Rita ឈរនៅក្រោមដើមឈើហ្នឹងហើយយើងហៅថា main clause អាហ្នឹងគឺ clause clause ធំដល់ពេល clause when it began to rain អាហ្នឹងគឺ when clause គឺ clause រណោះបានសេចក្តីថា when it began to raining ប្រើដាក់មកនោះប្រើជាកាលឲ្យប្រយោគខាងដើមនេះចឹងទេប្រយោគធំមែនទែនគឺ Rita stood under a tree អានេះប្រយោគធំដល់ពេលប្រយោគ when it began to rain ហ្នឹងត្រឹមតែជាប្រយោគដាក់ចូលមកដើម្បីប្រើជាកាលអានោះមកបរិយាហៅថាលក្ខណៈអាហើយយក when ហ្នឹងកើតមុនគាត់ថាវាប្រើពីអតីតដូចគ្នា the action សកម្មភាព in the when clause សកម្មភាពនៅក្នុង when clause ណា happens first សកម្មភាពនៅក្នុង when clause កើតមុន happens គឺកើត first មុន indeed នៅក្នុងឧទាហរណ៍ទី first អានឹង first ហ្នឹងអានឹង first ដល់ពេលហ្នឹង second first អានឹងគឺសកម្មភាពកើតមុន the rain began មេឃភ្លៀងចាប់ផ្ដើម second សកម្មភាពទីពីរ Rita stood under a tree Rita ក៏ទីឈរនៅក្រោមដើមឈើមកនេះវិញ past progressive past progressive past progressive ហ្នឹងអីគឺបង្កើតនៅក្នុងអតីតបង្កើតនៅក្នុងអតីតអាហ្នឹងពេលដែលយើងកំពុងនិយាយដល់ពេលដែលយើងកំពុងនិយាយដល់អានេះបច្ចុប្បន្នត្រង់ចោលនឹងបច្ចុប្បន្នប៉ុន្តែយើងនិយាយដល់អតីតហ្នឹងពីនេះមកហ្នឹងគឺអតីតយើងនិយាយដល់អតីតពេលដែលយើងឈរយើងហ្នឹងពេលបច្ចុប្បន្ននេះពេលបច្ចុប្បន្នពីយើងនៅហ្នឹងនៅពេលហ្នឹងកន្លែងនេះឥឡូវយើងនិយាយព្រឹត្តិការណ៍មួយនៅក្នុងអតីតព្រឹត្តិការណ៍មួយនៅក្នុងអតីតហើយពេលនេះពេលអីពេលដែលព្រឹត្តិការណ៍ហ្នឹងកំពុងកើតឡើងកំពុងកើតឡើងបើតែយើងប្រើ past progressive គឺកិរិយាហ្នឹងកើតឡើងនៅក្នុងអតីតកើតឡើងនៅក្នុងពេលណាមួយនៅក្នុងមុននឹងទៀតអតីតប៉ុន្តែអតីតមុនពេលដែលនិយាយព្រោះតែពីម្សិលថ្ងៃអាសៀវពីម្សិលថ្ងៃអាសៀវនៅកន្លែងហ្នឹងហើយកន្លែងយកពីម្សិលថ្ងៃអាសៀវម៉ោង5ដើរទៅឃើញណែនហ្មងកំពុងពេញថតពេលតែកន្លែងនិយាយបែរអីម៉ោង5ថ្ងៃអាសៀវកំពុងពេញថតណែនកំពុងពេញថតពេញថតតែបន្តិចហ្នឹងក្នុងពេលតែម៉ោង5ថ្ងៃអាសៀវហ្នឹងឃើញកំពុងពេញប៉ុន្តែការបន្តិចមកលោកហ្នឹងណែនហ្នឹងគឺចាប់ផ្ដើមមុនពេលម៉ោង5ទៀតមុនពេលដែលកណ្ដាលទៅឃើញទៀតឃើញនឹងទៅទៀតហើយដល់ពេលក្រោយម៉ោង5ហ្នឹងក្រោយពេលដែលកណ្ដាលឃើញក្រោយម៉ោង5ហ្នឹងលោកអាចបន្តិចដល់ទៅទៀតគេនៅបានចាញ់គេចាញ់ហ្នឹងគឺអាចបន្តិចដល់ទៅទៀតក៏លោកឈប់អានោះมันសំខាន់ទេប៉ុន្តែអាចដោយដាច់ហ្នឹងគឺអាចមកជី I was walking down the street I was walking down the street when it began to rain ខ្ញុំកំពុងដើរតាមផ្លូវកំពុងដើរតាមផ្លូវ when it began to rain ពេលដែលចាប់ផ្ដើមភ្លៀងអានឹងស្អីគេណាសកម្មភាពណាវែងអានេះយើងនិយាយសំណុកយកសកម្មភាពណាវែងជាងគេដើរតាមផ្លូវ
អាហ្នឹងណាអាហ្នឹងគឺសកម្មភាពវ៉ាកំពុងដើរឡើងក៏មានសកម្មភាពមួយទៀតមួយច្រើន គឺ make play when it began to rain សង្កេតណាជាតែណាកើតមុនគឺការដើរនេះកើតមុនគឺការដើរមានមុនដល់ពេល make play ក្រោយ Angie, first, I was walking down the street. Second, it began to rain. Number eight, while I was walking down the street, while I was walking down the street, it began to run. អានេះសង្កេតការប្រើ while នៅក្នុង while ណា while នោះប្រើជាមួយនឹងប្រយោគកំពុង while ខណៈពេលដើរខ្ញុំកំពុងដើរតាមផ្លូវមេឃគឺចាប់ផ្ដើមភ្លៀងអានឹងសង្កេត Rita was standing under a tree when it began to rain. Rita កំពុងដើរហើយកំពុងឈរនៅក្រោមដើមឈើពេលដែលមេឃចាប់ផ្ដើមភ្លៀង J at 8 o'clock last night នៅវេលាម៉ោង8យប់មិញ I was studying ខ្ញុំកំពុងរៀននឹងក៏គ្មានសកម្មភាពដែរនឹងក៏ប្រាប់បើគឺឡើងសេចក្តីថាមាន clause មាន clause មួយហ្នឹងប្រាប់ពេលហើយមាន clause មួយប្រើជា clause ធំតែគាត់ហ្នឹង when it began to rain ហ្នឹងគាត់ថាប្រាប់ពេលនេះកំពុងដើរតាមផ្លូវពេលណាគឺពេលដែលមេឃកំពុងមេឃចាប់ផ្ដើមភ្លៀងពេលដែលមេឃចាប់ផ្ដើមភ្លៀងហ្នឹងក្នុងពេលហ្នឹងខ្ញុំកំពុងដើរតាមផ្លូវអាហ្នឹងគឺអនាតរៈណាអនាតរៈនៅក្នុងបលាយនេះហើយគាត់ថាអានេះគឺលក្ខណៈនេះអានេះអានេះលក្ខណៈដល់ពេលហ្នឹងអនាតរៈអនាតរៈហើយលក្ខណៈហ្នឹងឃើញសាមញ្ញចឹងមិនតិចអ្នកយកត្រូវណានិយាយហ្នឹងក៏និយាយតាមការសង្កេតកិរិយាអីក្រៅថាបើថាអសតម័យគឺលក្ខណៈហើយបើថាចុតថៃហ្នឹងក៏អនាតរៈតទៀត Okay, while I was studying in one room of our apartment គណៈពេលដែលខ្ញុំកំពុងរៀននៅក្នុងបន្ទប់មួយនៃ apartment របស់ខ្ញុំ My roommate មិត្តរួមបន្ទប់របស់ខ្ញុំ was having a party in the other room មិត្តរួមបន្ទប់របស់ខ្ញុំកំពុងមានពិធីជប់លៀងនៅបន្ទប់មួយទៀតមានច្រើនបន្ទប់អានេះត្រូវសង្កេតថា roommate ណា roommate ទៅថាមិត្តរួមបន្ទប់នេះមិត្តរួមបន្ទប់ប៉ុន្តែពួកអង់គ្លេសហ្នឹងគេមិននៅគេទិញនៅបន្ទប់មួយគ្នាណាពួកបរទេសណាដូចនៅ Hall Park ហ្នឹងក្រែមួយបន្ទប់មួយច្រើនក្រែប៉ុន្តែគេមិនជុំហ្នឹងគេត្រូវនៅបន្ទប់ដល់ឯងដូចគ្នាគាត់ថាទូចគេព្រោះអាហ្នឹងគេវប្បធម៌គេអញ្ចឹងវប្បធម៌គេហើយកូនទូចអីហ្នឹងត្រូវញ៉ែបន្ទប់ចាញ់ដល់ទាំងអស់ហ្នឹងគ្មាននៅរួមគ្នាទេដូចគេហៅថា roommate ហ្នឹងគឺមានផ្ទះមួយមានផ្ទះមួយគេជួលគេមានបន្ទប់ទូចគេនៅដល់ឯងដូចគ្នាมันក៏មានហោផាត់ចឹងដែរមានហោផាត់មានច្រើនក្រែហ្នឹងបន្តិចអូអានេះវប្បធម៌សម័យថ្មីវប្បធម៌សម័យថ្មីពីដើមហ្នឹងក៏ជំនះពួកបរទេសក៏ជំនះដូចយើងហ្នឹងគឺគ្មាន private ទេពីសម័យដើមពីសម័យដើមមិននិយមធ្វើជាបន្តទេនៅ
អាវាទៅសាលាអាវាទៅភូមិមេរកនៅមហាវិហារសឹងហ្នឹងបរទេសវាសម្មាដើមខ្ញុំតែក្រោយមកទៅទុំក្រោយមកហ្នឹងគឺវិសមាដានឹងជីវិតរស់នៅទាំងអស់ក្រោយរស់នៅជាលក្ខណៈសង្គមសម័យបច្ចុប្បន្នហ្នឹងគេហៅថារស់នៅតាមលក្ខណៈឯកជនយួនហៅជុំងាយកាញ់ហ្នឹង sometimes មកនេះ both actions ព្រោះអាសនគឺសកម្មភាពទាំងពីរ both ពុព្វយៈ occurred គឺហ្នឹងគឺកើតឡើង occurred កើតឡើងឬក៏ប្រព្រឹត្តទៅ at the same time នៅខណៈពេលជាមួយគ្នាខណៈពេលជាមួយគ្នាប្រព្រឹត្តទៅក្នុងគណៈពេលជាមួយគ្នា but action អាហ្នឹងគេប្រកាន់តែប្រព្រឹត្តទៅគឺគណៈពេលដែលនិយាយនេះសកម្មភាពហ្នឹងកំពុងកើតឡើងជាមួយកំពុងមានកំពុងប្រព្រឹត្តទៅwalking ក្នុងពេលហ្នឹងគណៈប្រព្រឹត្តទៅមេភ្លៀងពេលហ្នឹងគណៈប្រព្រឹត្តទៅពេលមួយណាកើតមុនអាហ្នឹងគេសង្កត់ផ្សេងទៀតណាគេយកផ្សេងទៀត but one action ប៉ុន្តែសកម្មភាពមួយ began ចាប់ផ្ដើម early មុន and was in progress ហើយក៏កំពុងកើតឡើង in progress when the other action occurred ពេលដែលសកម្មភាពមួយទៀតកើតប្រព្រឹត្តទៅin J នៅក្នុងឧទាហរណ៍ J នេះ my studying began before 8 o'clock ការរៀនរបស់ខ្ញុំចាប់ផ្ដើមមុនម៉ោង8 was in progress at the time ហើយក៏ពេលម៉ោង8ហ្នឹងការរៀនហ្នឹងកំពុងប្រព្រឹត្តទៅកំពុងប្រព្រឹត្តទៅ and probably continue ហើយក៏អាចនឹងបន្តទៅមុខទៀតយល់តែមក8យកមិនខ្ញុំកំពុងរៀនតែដល់បងឯងតែទៅមកម៉ៃនឹងខ្ញុំកំពុងរៀនប៉ុន្តែពេលតែដល់នឹងអាចពេលតែហើយគេមានគេតែហើយនឹងអាចបន្តរៀនទៀតនឹងគេឈប់គេខ្ជិលក៏มันសំខាន់តែប៉ុណ្្នឹងដឹងថាពេលមកម៉ៃនឹងកំពុងរៀននេះបានគេអាកន្លែងនេះគេគូដាច់នេះហើយគឺគេប្រើពាក្យថា probably នឹងអាចនឹង sometimes ពេលខ្លះ the past progressive ពេលខ្លះ past progressive is used in both parts ប្រើទាំងពីរផ្នែក of a sentence របស់ប្រយោគគឺទាំងពីរ clause when two actions are in progress simultaneously ប៉ុន្តែសកម្មភាពពីរហ្នឹងគឺកំពុងកើតឡើងទៅគ្នាកំពុងកើតឡើងទៅគ្នាក្នុងពេលនេះមានពីរនេះខ្ញុំកំពុងរៀននៅបន្ទប់មួយនៅក្នុង apartment មានច្រើនបន្ទប់ខ្ញុំកំពុងរៀននៅក្នុងបន្ទប់មួយហើយខណៈពេលដែលខ្ញុំកំពុងរៀនហ្នឹងមិត្តភក្តិរបស់ខ្ញុំកំពុងចាត់ពិធីជប់លៀងនៅបន្ទប់ផ្សេងទៀតសកម្មភាពហ្នឹងកើតឡើងទៅគ្នាពេលដែលនិយាយហ្នឹងគឺកំពុងកើតឡើងប៉ុន្តែអាចកើតឡើងមុនក្រោយមិនសំខាន់តែប៉ុន្តែអាសកម្មភាពមុនក៏កើតឡើងមុនពេលដែលនិយាយហ្នឹងហើយឥឡូវពេលដែលនិយាយហ្នឹងគឺកំពុងកើតឡើងហើយខាងក្រោយមកដល់គ្នានេះយើងញ៉ាំថាពីម្សិលព្រឹកម៉ោង8ពេលខ្ញុំកំពុងផឹកកាហ្វេមិត្តភក្តិរបស់ខ្ញុំកំពុងមើលទូរទស្សន៍អានេះក៏សកម្មភាពពីរហ្នឹងកើតឡើងនៅក្នុងអតីតមុនពេលដែលនិយាយដូចគ្នាមុនពេលម៉ោង8ពេលព្រឹកដូចគ្នាហើយក៏ពេលម៉ោង8ហ្នឹងក៏សកម្មភាពហ្នឹងក៏មុនពេលទៅគ្នាសង្កេតអានឹងអាច
người này rồi nó mong từ cái này cho là cho là cái gió đập từ cái này gió cao ở phía xa cái hết ban từ gió mùi mua từ gió rêu mùi mua từ cái xe nó thì pro mà này cho tới dân mình chờ bữa từ ca giờ mình chờ mà looking at grammar. Alright, one before the action that started first. To say like more come up. So come up here there and jump down moon started first. Alright, two before the action that started second. Please remember to go hit the cut around the second. Hey, a stormy walk home. A stormy walk home. Walk on a project name. ការដើរមកផ្ទះដែលប្រកបដោយព្យុះខ្យល់គឺដើរមកផ្ទះយ៉ាងលំបាកលំបិន stormy. One, hi mom, I was leaving you a voicemail when you picked up ហ្នឹងមកគេបញ្ចូលខាងក្រោម pick up ហ្នឹងគឺ pick up the phone pick up the phone answer the phone បើគេទៅចាប់ទូរស័ព្ទដោយភាសាអញ្ចឹងណាចាប់ទូរស័ព្ទហ្នឹងគឺឆ្លើយទូរស័ព្ទ Hi mom, I was leaving you a voicemail when you picked up ប៉ុន្តែខ្ញុំកំពុង leaving you a voicemail leaving you ហ្នឹងគឺផ្ញើទុក leaving ហ្នឹងទុកអីទុកឲ្យម៉ែឯង voicemail ហ្នឹងសារជាសំឡេងប៉ុន្តែម៉ែឯងចាក់ទូរស័ព្ទតែនេះក៏អាចនឹងប្រើអីប្រើកំពុងហើយចំណងវ៉ានកំពុងជាមួយនឹងវ៉ានគេបានតែកន្លែងដល់ពេលដែលម៉ែឯងកំពុងចោលទូពេលម៉ែឯងចោលទូរស័ព្ទនោះខ្ញុំកំពុងផ្ញើកំពុងត្រៀមនឹងផ្ញើ voicemail និយាយតែអានឹងកើតមុនទេអាណាកើតមុន I was leaving you a voicemail ដល់ពេល2 B 2ហ្នឹងគឺ pick up អានឹងយកហ្នឹងណាយកប្រយោគណាអានេះពេលនេះអានេះមិនហ្នឹងយ៉ាងយ៉ាងណៃមិននិយាយមិននិយាយដល់វិជ្ជាករនេះណៃតែពេលដែលយើងតែទៅនរណាម្នាក់ហ្នឹងគេត្រូវចាប់ពេលហ្នឹងវាត្រូវចាប់ពេលហ្នឹងអាតង់ដាហ្នឹងចាំតែប្រាប់ថាឲ្យផ្ញើសារជាសំឡេងទៅngười tin nhắn thoại đó người tin nhắn thoại đó cho đến bài nhận ông cha nó giờ về đó anh tập phải bật thọ tôi tập phải vào một nhà to và là bây giờ dân stream nó bây giờ dân bây giờ môi máy nắng stream cái vùng dây xa stream nó nhà đó cái trăm mai nó trăm bẹn nào cả này nữa một tí I had a terrible walk home ខ្ញុំមកផ្ទះយ៉ាងលំបាក when the storm started ពេលដែលមេឃពេលដែលព្យុះចាប់ផ្ដើម I was coming home from work ខ្ញុំកំពុងទៅមកផ្ទះពីធ្វើការមួយណាកាលមុន the storm started ព្យុះក៏ចាប់ផ្ដើម I was coming home 12 looking at grammar complete the sentences use the simple past or the past progressive of the verbs in parentheses ប្រើពីយកកិរិយាក្នុងវគ្គវិចយទៅម៉ែក្នុងទីនេះมันគេមិននិយាយដល់រូបមន្តទៀតទេណា
គេមិននិយាយទៅរូបមន្តថា simple past ប្រើយ៉ាងម៉េចត្រូវសរសេរយ៉ាងម៉េច past progressive ទៅសរសេរយ៉ាងម៉េចត្រូវមើលខ្លួនឯងឡើងវិញ past progressive ហ្នឹងត្រូវអីត្រូវកិរិយា be ណាកិរិយា be ហ្នឹងបូកជាមួយនឹងអីបូកជាមួយនឹងកិរិយា time in ហើយ be ហ្នឹងម៉ាយជាអតីត ពីម៉ាយជាអតីតបានពី was ហើយក៏ were ឧទាហរណ៍ that I was reading ណា I was reading a book yesterday morning អញ្ចឹងផ្លេចយ៉ាងហ្នឹងរ៉ាយអញ្ចឹងផ្លេចយ៉ាងហ្នឹង between last night យប់ម្សិលយ៉ាងម៉េច between 5 o'clock and 7 o'clock p.m. ជំនួសមក5និងមកអំពើយប់ I in class ខ្ញុំអង្គុយនៅក្នុងថ្នាក់រៀនគឺ I was sitting I had a lot of things on my mind ខ្ញុំមានរឿងរ៉ាវជាច្រើននៅក្នុងខួរក្បាលអានេះគឺគិត I បន្តគិតអាទីងហ្នឹងនៅបន្តគិតយើងប្រើជាការកំពុងបានតែបើតាក់ទងជាមួយនឹងយោបល់យើងមិនប្រើជាការកំពុងតែថាអីម៉េចអានេះកំពុងហ្នឹងខ្ញុំកំពុងគិតអំពីបញ្ហាគ្រួសារម៉េច I was thinking about some family issues គឺម៉ោង5ដល់ម៉ោងចន្លោះពីម៉ោង5ដល់ម៉ោង7យប់ខ្ញុំកំពុងអង្គុយនៅក្នុងថ្នាក់គឺកំពុងរៀនហ្នឹងប៉ុន្តែពេលដែលរៀនហ្នឹងគិតរឿងរ៉ាវផ្សេងៗតាក់ទងមួយបញ្ហាគ្រួសារតែនេះក៏មិនបានស្ដាប់គ្រូបង្រៀនដែរអាហ្នឹងក៏កំពុង I was listening to the teacher មកមើលនេះ I was It was a beautiful evening នឹងជាយប់ដ៏ស្រស់ស្អាតមួយ when I walked home ពេលដែលខ្ញុំដើរមកផ្ទះ the moon over the water in a warm breeze អានឹងពណ៌នាងអានឹងពណ៌នាអញ្ចឹងយើងប្រើជាអតីតធម្មតាហ្នឹងគឺពណ៌នាក៏ទៅពណ៌នាព្រឹត្តិការណ៍កំពុងយើងមិននិយាយថា the moon កំពុងឡើយណា and warm breeze នេះពណ៌នាថានេះអាស្រ័យនេះពេលដែលខ្ញុំដើរមកផ្ទះដល់ប្រើជាអតីតណាពេលអតីតធម្មតាដល់ពេលហ្នឹងក៏អតីតដែរអានេះក៏ធម្មតាដល់ពេលនេះអានេះបាននេះ
យកទៅធ្វើណារើស all ហ្នឹងគឺអាចរើសបានពីរបែបរើសបានពីរបែប choose all the expected answers រើសចម្លើយដែល expected expected ហ្នឹងគឺការ expected ហ្នឹងបំណងបំណងគឺអាទី1ហ្នឹងបំណងទី1ហ្នឹងចង់ឲ្យយើងឆ្លើយតម្រូវឲ្យយើងឆ្លើយជ្រើសចម្លើយដែលត្រឹមត្រូវ expected ហ្នឹងគឺត្រឹមត្រូវប៉ុន្តែន័យហ្នឹងគឺតម្រូវអាណាតម្រូវគឺអាខទី1ដែលគេសួរហ្នឹងតម្រូវឲ្យយើងឆ្លើយហ្នឹងអាទី1 What are you doing at 5 a.m. តើអ្នកកំពុងធ្វើអ្វីនៅវេលាម៉ោង5ព្រលឺ5ទៀបភ្លឺទៀបភ្លឺណាហើយយើងអាចឆ្លើយបានអីខ្លះ expected ហ្នឹងអាចឆ្លើយបាន I was sleeping ខ្ញុំកំពុងដេក I was lying in bed ខ្ញុំកំពុងអាហ្នឹងភ្ញាក់បាននៅដេកនៅដេកក្រៅ I was lying មិនខ្មែរហ្នឹងក៏ប្រហែលតែដេកដែរបើណាដល់ស្រីពេលហ្នឹងគឺដេកលក់ណាខ្ញុំកំពុងដេកលក់តែពេលហ្នឹងកំពុងដេកបើស្គាល់ថាមិនដេកលក់ទេគាត់ដេកលេងដេកក្រាញមូលហេតុអ្វីយើងមិនរើស B ក៏ស្រ័យហើយហ្នឹងគេសួរតែកំពុងធ្វើអីដល់ពេលនេះ dream អាយ dream ហ្នឹងគឺមិនមែនជាការកំពុងទេជា past simple ណា simple past អតីតកាលធម្មតាខ្ញុំយកសក់មកពី What did you do when you got home last night អ្នកធ្វើអ្វីពេលតែអ្នកមកដល់ផ្ទះពីយប់ម្សិល did you do ហ្នឹងគឺ past simple អតីតធម្មតាចឹងទៅពេលដែលយើងឆ្លើយយើងត្រូវឆ្លើយជាអតីតធម្មតាណាI គេងទីណាខ្ញុំកំពុងចម្អិនអាហារហ្នឹងមិនបានទេ I made dinner ខ្ញុំអាហារហ្នឹងបាន I fix dinner ហ្នឹងបានមកអំពៃនេះ break break ហ្នឹងគឺធ្វើឲ្យបាក់ cross ក៏ហ្នឹងគឺឆ្លងកាត់ឆ្លង slip slip ហ្នឹងរអិល either the how you are ហ្នឹងហើយបានជាបាក់ដែរធ្វើឲ្យបានតែបាក់ how did you អាហ្នឹងសំណួរណាសំណួរមិនមែនទេ break how did you break your arm មិនបានបាក់ដែរមកហេតុអីបានបាក់ដែរបាក់ដែរដល់រឿងអីហ្នឹងក៏អតីតដែរអតីត I across across on មែនទេ I slip I slip I slip គឺនឹងតែងតាអីតែងតា past form of slip slipped 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 ខ្ញុំរអើ I slipped on the ice ខ្ញុំរអើនៅលើទឹកកកនៅលើទឹកកកពេលដែល while was I was crossing the street crossing ពេលដែលខ្ញុំឆ្លងក្រោកថ្នល់ crossing the street in front of the dorm នៅខាងមុខហោផាក់នៅខាងមុខគីតុសាល dormitory ហោផាក់យកទៅបាញ់អស់ហើយ
Alternative. Like job. Chapter.